បងមួយចំនួនខ្មែរយើងដែលគាត់ទិញផលិតផលពីអ្នកចំពោះទៅគាត់ទទួលស្គាល់ថាគុំល្អហាប់បាទហើយបន្តមកអ្នកដែលនៅក្នុងស្រុកយើងអ្នកដែលមកធ្វើការបាទជួយផ្សេងៗខ្ញុំបានរៀបរាប់មកពីទទួលស្គាល់ថាគុំល្អណាស់បាទផ្សេងអញ្ចឹងគាត់ទទួលស្គាល់ហើយបានទទួលស្គាល់ដោយសារតែមានគុណភាពទី1ទី2វាទាក់ទងនឹងក្លិនរសជាតិបាទវារសជាតិប្លែកណាស់បាទអញ្ចឹងប្រទេសជិតខាងយើងគឺច្រើនគេនាំចេញវាមានប្រភេទជាចង្កេងបាទដូចជាកស៊ូបាទអញ្ចឹងណាទៅលក់នៅអឺរ៉ុបលក់អីហ្នឹងចឹងដែរអញ្ចឹងបើនៅខ្មែរយើងនេះថ្មីក៏វាជាមិនដល់ឃើញមានគេនាំចេញទេបាទអញ្ចឹងជនជាតិទាំងអស់នោះនៅពេលដែលគាត់មកដល់ទឹកដីនេះក៏បានលក់ប៉ុន្តែតែថាថាថ្មីប្លែកមួយឆ្ងាញ់ក៏ដែរបានលក់ណាហើយនិយាយគឺការអង្ការរបស់ខាងរបស់គេវិញឲ្យតែមកដល់ទៅខាងថៃក៏ទៅដល់របស់យើងគាត់ទៅចាអ្នកមកតាមនេះអ្នកមកដល់ទៅចែកគ្នាណាបាទអញ្ចឹងនេះគឺជាអ្វីដែលពួកយើងកំពុងតែធ្វើហើយជារក្សាគុណភាពរក្សានៅក្លិនពណ៌ហ្នឹងយើងមិនមែនរក្សាអ្នកនោះមានស្រាប់នៅក្នុងនឹងហើយតែគាត់ថាយើងបានធ្វើការលាយបញ្ចូលគ្នាទេបាទដើម្បីឲ្យបងប្អូនបានដឹងបានស្គាល់បានទូរជាតិថាក៏បានតែគឺបានអញ្ចឹងក្រុមសារខ្ញុំចង់និយាយពីការឡាយនេះគឺចាក់ដល់ការគ្រប់គ្រងផលិតផលក្នុងស្រុកណាអញ្ចឹងវាអាចថ្លៃទួចបាទលើអំពីទឹកគុំតែគេគ្រប់គ្រងផលិតផលគ្រប់គ្រងតែវាជាទឹកគឺអាចជាទេណាបាទដោយសារមួយវាជាទឹកគុំដែលប្រភេទកែច្នៃមួយវាជាទឹកគុំប្រភេទដើមបាទទឹកគុំសុទ្ធតែយកចេញពីគុំអញ្ចឹងសួរភាពវាបានទេវាអត់ភាពបានទេមួយជាផលិតផលដែលចេញពីគុំមកមួយទៀតជួងកាន់តែការកែច្នៃណាបាទអញ្ចឹងបើសិនជាឆ្នាំនេះវាលក់ដាច់ហើយឆ្នាំនេះលក់ដាច់ស្តុកគ្រប់គ្នាណាអ្នកចង់គុំគាត់ចង់គុំគឺបងប្អូនបានទៅបានជួយថាដាច់ស្តុកបាទដាច់ស្តុកយ៉ាងណាខ្ញុំបាទខ្ញុំមិនដាច់តាំងពីខែ3ខែ4តាំងពីខែ3ខែ4ឥឡូវចាំខែដែលដាច់ស្តុកអត់មានបាទអញ្ចឹងមួយឆ្នាំមានតែម្ដងបើអត់គឺចប់បាទណាយើងអត់មានទៅយកពីណាមកលក់ទៀតទេណាបាទទោះបីបើមានលទ្ធភាពទៅយកក៏មិនយកដែរដោយសារដើម្បីថាមួយល្មមនឹងមួយឲ្យវាតគូតកូនតចៅបាទបងប្អូនឃើញថាកូនតនៅតំបន់នេះបាទទីខាងនេះដល់គាត់មកលីកឆ្នាំយើងយកតែម្ដងទេក៏អត់ចប់បាទតែគាត់ថាគូទៅគុំដាក់មួយទឹកដៅទៅពុះដល់គាត់ទឹកគុំដាក់ទឹកដៅទៅខូចដាក់កកទៅខូចបាទទឹកគុំតែក្តៅលើស45អង្សាទៅខូចដែរតែចូល50អង្សាក៏ខូចដែរបាទតែមិនឲ្យក្តៅគុំណាក្តៅគុំដែលយើងមានបាយខ្ញុំអត់នេះដាក់ទឹកគុំបានតែយើងដាក់ក្តៅខ្លាំងខូចដែរជាមួយអង់ស៊ីមអាសារទីដែលសំខាន់ជាងគេបំផុតនៅក្នុងទឹកគុំគឺអង់ស៊ីមកៅពីនឹងមកវាមានវីតាមីនបាទវាមានប្រូតេអ៊ីនបាទវាមានសារធាតុប៉ូតាស្យូមបានចូលអី3 4មុខទៀតដែលសំខាន់ប៉ុន្តែមុខដំបូងគេអាសារធាតុដែលសំខាន់ជាងគេបំផុតនៅក្នុងគេហៅថាអង់